ចំណុចទាំង4ដែលកុមារទទួលបានរាល់ថ្ងៃធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារឧបករណ៍អេឡិចត្រូនិកការលេងការគេងអាហារូបត្ថម្ភអាចជះឥទ្ធិពលជាវិជ្ជមានឬអវិជ្ជមានដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារកង្វះនៃការគេងបណ្ដាលឲ្យមានបញ្ហាក្នុងការយកចិត្តទុកដាក់ការគេងល្អជួយឲ្យខួរក្បាលងើបឡើងវិញពង្រឹងការចងចាំដំណើរការព័ត៌មានបង្កើនសមត្ថភាពសិក្សានិងភាពច្នៃប្រឌិតកុមារដែលគេងបានគ្រប់គ្រាន់នឹងអភិវឌ្ឍកោសិកាខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទកង្វះនៃការគេងត្រូវបានផ្សារភ្ជាប់ជាមួយនឹងកង្វះការផ្ដោតអារម្មណ៍បញ្ហាអាកប្បកិរិយានិងការកើនឡើងហានិភ័យនៃជំងឺផ្លូវចិត្តឪពុកម្ដាយគួរតែជៀសវាងការអនុញ្ញាតឲ្យកូនរបស់ពួកគេប្រើទូរស័ព្ទ tablet ឬមើលទូរទស្សន៍ប្រហែល1ម៉ោងមុនចូលគេងកុមារចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃដើម្បីបង្កើតចង្វាក់ជីវសាស្ត្ររបស់រាងកាយពួកគេនេះអនុញ្ញាតឲ្យអរម៉ូនមេតាតូនីនត្រូវបានបញ្ចេញនៅពេលត្រឹមត្រូវឪពុកម្ដាយគួររៀបចំម៉ោងគេងឲ្យសមហេតុផលជៀសវាងឲ្យកូនគេងច្រើនពេកបង្កើតកន្លែងដេកដ៏ត្រជាក់ប្រើវាំងននដើម្បីបិទពន្លឺពីខាងក្រៅកុមារគួរគេងប្រហែល9ទៅ12ម៉ោងរៀងរាល់យប់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាប្រចាំគឺមិនល្អសម្រាប់ខួរក្បាលនោះទេរយៈពេលអេក្រង់យូរអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរនៅក្នុង cortex ផ្នែកខាងមុខ prefrontal cortex ទទួលខុសត្រូវចំពោះមុខងារនៃការចងចាំនិងប្រតិបត្តិសមត្ថភាពក្នុងការអនុវត្តការងារស្មុគស្មាញក្នុងលក្ខណៈសម្របសម្រួលកុមារដែលប្រើទូរស័ព្ទ tablet និងមើលទូរទស្សន៍នឹងមានពេលតិចក្នុងការប្រស្រ័យទាក់ទងនិងលេងជាមួយមិត្តភ័ក្តិហើយទំនងជាយឺតក្នុងការនិយាយនិងរៀនការលាតត្រដាងព័ត៌មានជាច្រើននៅលើបណ្ដាញសង្គមក៏អាចនាំឲ្យមានការថប់បារម្ភនិងកំណត់ការស្វែងរកចំណាប់អារម្មណ៍ថ្មីៗបានយ៉ាងងាយស្រួលផងដែរការលេងបង្កើនភាពច្នៃប្រឌិតកុមារត្រូវបានកម្សាន្តដោយហ្គេមដែលមានសុខភាពល្អដែលលើកកម្ពស់ការច្នៃប្រឌិតជំនាញដោះស្រាយបញ្ហានិងការយល់ដឹងពីសង្គមមាតាបិតាគួរលើកទឹកចិត្តកូនឲ្យលេងនៅខាងក្រៅជិះកង់ដើរដោះស្រាយល្បែងផ្គុំរូបគូជាដើមកុមារដែលហាត់ប្រាណអាចរក្សាទម្ងន់ឲ្យមានសុខភាពល្អកាត់បន្ថយហានិភ័យនៃជំងឺដែលទាក់ទងនឹងការលើសទម្ងន់ដូចជាជំងឺបេះដូងទឹកនោមផ្អែមនិងសម្ពាធឈាមខ្ពស់ការលេងនៅក្នុងបរិយាកាសធម្មជាតិធ្វើឲ្យកុមារប្រឈមមុខនឹងពន្លឺព្រះអាទិត្យដែលជួយឲ្យរាងកាយផលិតវីតាមីន D វីតាមីននេះមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹងនិងមុខងារប្រព័ន្ធភាពស៊ាំអាហារូបត្ថម្ភល្អជួយដល់ការអភិវឌ្ឍខួរក្បាលកាបូអ៊ីដ្រាតប្រូតេអ៊ីនខ្លាញ់ដែលមានសុខភាពល្អដូចជាអាស៊ីតខ្លាញ់អូមេហ្គា3ល្អសម្រាប់ខួរក្បាលបង្កើនការចងចាំការគិតនិងការច្នៃប្រឌិតកុមារដែលមានកង្វះជាតិអ៊ីយ៉ូតអាចមានការអភិវឌ្ឍបញ្ញាខ្សោយជំនាញខ្សោយការស្ដាប់និងភាសានៅកម្រិតផ្សេងៗគ្នាកុមារគួរញ៉ាំគ្រាប់ធញ្ញជាតិសុទ្ធអាហារសមុទ្រផ្លែឈើបន្លែអាហារដែលមានជាតិស្ករទាបនិងការកំណត់អាហារកែច្នៃនិងបន្ថែមជាតិស្ករ